ពេលនេះសូមយើងបើកចិត្តហើយទូលទៅព្រះដោយចិត្តស្មោះត្រង់ឥឡូវយើងនឹងអធិដ្ឋានទទួលព្រះអង្គម្ចាស់ជាមួយគ្នាសូមថាតាមខ្ញុំកូនសូមអរព្រះគុណដល់ព្រះជាម្ចាស់កូនសូមអរព្រះគុណដល់ព្រះជាម្ចាស់ដែលគង់នៅសពថ្ងៃជាព្រះអធិការបង្កើតភពផែនដីនេះមកទល់ពេលនេះកូនបានគោរពរបស់ដតីធ្វើជាព្រះនៃកូនបានចាក់ចេញពីព្រះដែលបង្កើតកូនហើយរស់នៅតាមតែអំពើចិត្តរបស់កូនកូនជាមនុស្សមានបាបបានរស់នៅដោយខំរត់តាមអ្វីដែលឥតប្រយោជន៍ហើយមិនដឹងថាត្រូវរស់នៅដើម្បីអ្វីទាល់តែសោះកូនជាមនុស្សមានបាបដែលបានរស់នៅជាបាវបម្រើរបស់អារក្សដែលសមត្រូវធ្លាក់ទៅឋាននរកប៉ុន្តែថ្ងៃនេះកូនបានដឹងថាព្រះយេស៊ូវជាព្រះជាម្ចាស់ហើយជាព្រះគ្រីស្ទផងដែរអរព្រះគុណព្រះយេស៊ូវដែលមកដើម្បីជំនួសបាបរបស់ខ្ញុំទ្រង់បានសគត់លើឈើឆ្កាងជំនួសបាបខ្ញុំហើយរស់ឡើងវិញដើម្បីប្រទានជីវិតអស់កលដល់ខ្ញុំពេលនេះខ្ញុំបើកចិត្តរបស់ខ្ញុំសូមទ្រង់មកក្លាយជាម្ចាស់ក្លាយជាព្រះតែមួយគត់របស់ខ្ញុំចាប់ពីពេលនេះតទៅខ្ញុំជឿថាមានតែព្រះយេស៊ូវគ្រីស្ទតែមួយគត់ដែលជាព្រះសង្គ្រោះរបស់ខ្ញុំហើយខ្ញុំនឹងរស់នៅដោយខំសិក្សាព្រះបន្ទូលនិងស្ដាប់ព្រះបន្ទូលរបស់ទ្រង់សូមទ្រង់ជួយឲ្យជីវិតរបស់ខ្ញុំទាំងអស់បានរស់នៅថ្វាយសិរីរុងរឿងដល់ទ្រង់ផងខ្ញុំសូមថ្វាយការអធិដ្ឋាននេះនៅក្នុងព្រះនាមព្រះដ៏ជាព្រះហើយជាព្រះសង្គ្រោះតែមួយគត់គឺព្រះយេស៊ូវគ្រីស្ទអាមែនសូមអបអរសាទរពេលនេះអ្នកបានកើតជាថ្មីជាកូនរបស់ព្រះហើយព្រះជាម្ចាស់ទ្រង់មិនទុកកូនរបស់ទ្រង់ចោលឲ្យដូចជាក្មេងកំព្រាទេព្រះទ្រង់នឹងប្រទានពរនៅពេលអ្នកថ្វាយបង្គំនៅពេលដែលអ្នកអានព្រះបន្ទូលនិងអធិដ្ឋានទៅទ្រង់ព្រះវិញ្ញាណបរិសុទ្ធនឹងគង់ជាមួយហើយធ្វើប្រវត្តិសាស្ត្រនៅគ្រប់ទាំងអ្វីដែលជាភស្តុតាងអំពីឈ្មោះរបស់ព្រះយេស៊ូវគ្រីស្ទពេលនេះសូមឲ្យអ្នកបានទៅព្រះវិហារដែលព្រះបានហៅអ្នកនៅទីនោះអ្នកអាចចាប់ផ្ដើមជីវិតថ្មីដោយសរសើរដំកើងព្រះជាម្ចាស់ជាមួយក្រុមជំនុំផ្សេងទៀតផងដែរ